ជាចំណែកមួយតែចំណែកមួយដែលគេមិនដែលនិយាយនេះភាសាយើងត្រឡប់ទៅវិញថាខ្មែរយើងសម័យហ្វូណាន់យើងប្រើភាសាអីសម័យចេនឡានប្រើភាសាអីសម័យអង្គរប្រើភាសាយើងប្រើភាសាសំស្ក្រឹតមិនបើខ្ញុំកណ្ដាលខ្ញុំហ៊ានថាអញ្ចឹងសិលាចរិតទាំង1000ផ្ទាំងជាងហ្នឹងសិនតែ80ទៅ90%ចាលជាភាសាសំស្ក្រឹតភាសាសំស្ក្រឹតសម័យកាលនោះណាដោយភាសាអង់គ្លេសសម័យកាលនេះចឹងជនជាតិសិង្ហបុរីណា90%ចេះអង់គ្លេសគឺនេះភាសាហ្នឹងវាជាតំណាក់តំណងធ្វើឲ្យមនុស្សហ្នឹងមានតាក់ទងគ្នាធ្វើឲ្យមនុស្សហ្នឹងអាចចាប់បាននៅបច្ចេកវិទ្យាហ្នឹងអញ្ចឹងឯសម័យកាលនោះជនជាតិខ្មែរយើងចង់តាក់ទងឥណ្ឌាដោយតាក់ទងមួយអឺរ៉ុបដោយតាក់ទងព្រោះភាសាសំស្ក្រឹតវាមុនគេបំផុតនៅលើពិភពលោកហើយយើងដឹងថាភាសាសំស្ក្រឹតភាសាបាលីវាល្អណាស់សូម្បីតែអស់រយៈពេល3-4,000ឆ្នាំមកដល់ក្រោយនេះហើយហ្នឹងណាអ្នកវិទ្យាសាស្ត្រនៅប្រចាំប្រទេសបង្កើតពាក្យរបស់ឲ្យមកប្រើបង្កើតសម្ភារៈឲ្យប្រើក៏បាលីមានពាក្យទៅជំនួសដែរក៏សំស្ក្រឹតមានពាក្យជំនួសដែរបានន័យថាតម្រង់ក្បួនវេយ្យាករណ៍របស់គេវាល្អតម្រង់នៃការបង្កើតពាក្យខ្មែរយើងអត់មានពាក្យជំនួសទេតែមើលគណៈកម្មការខេមរយានកម្មបង្កើតឡើងលើកទី1លើកទី1គឺសម្ដេចព្រះសមេធិបតីជួនណាតលោកជាព្រះប្រធាននៅសល់សំនៀងលោកដល់សប្តាហ៍ថ្ងៃលោកថាទី1ខំបង្រោភាសាខ្មែរយកមកសងឲ្យអស់លទ្ធភាពតែបើរកមិនបានទេសូមឲ្យយកភាសាបាលីសំស្ក្រឹតមកសងហើយបើរកមិនបានទេចាំយកភាសាអឺរ៉ុបនឹងយកខ្ចីមកតម្រង់ទៅកន្លែងហ្នឹងយើងឃើញថាភាសាបាលីសំស្ក្រឹតពេលនោះក៏ថាមានតម្លៃសម្បើមសម្រាប់ជនជាតិខ្មែរនេះជាចំណែកមួយដែលយើងចេញពីអក្សរសិល្ប៍នេះដែលយើងរកឃើញនៅក្នុងសិលាចារឹកអឺរ៉ុបឃើញនឹងអីហ្នឹងនៅក្នុងចម្លាក់នៅក្នុងគំនូរហ្នឹងដែលបង្ហាញឲ្យឃើញពីដំណើរវិវត្តនៃសង្គមខ្មែរថាមានការរីកចម្រើនអញ្ចឹងភាសាជាឆ្នែកមួយយើង